Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូទាក់ទងជាមួយនឹង lecture note ទី9យើងនិយាយអំពី run level ជាដំបូងហ្នឹងយើងត្រូវស្គាល់ថា run level ហ្នឹងគឺជាអី run level ហ្នឹងគឺជា Linux ដែល define the state or model of the OS របស់ Linux វាមាន control ទៅលើ service ហើយនឹង program នៅពេលដែលយើង start system យើងអាចគិតថា run level ហ្នឹងគឺជាវាដូច safe mode នៅក្នុង Windows អញ្ចឹងដែលបានន័យថា level 0 ហ្នឹងគឺ shutdown អញ្ចឹងទី1គឺយើងតេស្តយើងប្រើ command init 0 ឬក៏ shutdown dash h now ពីហ្នឹងយើងអាចប្រើមួយណាក៏បានដែរឥឡូវយើងប្រើ init 0នេះបានន័យថា remote site unexpectedly close network connection អញ្ចឹងមានន័យថា system របស់យើងគឺ shutdown តែម្ដងតែឥឡូវយើងចុច OK ហើយយើងបើកហើយឥឡូវយើងចូលទៅរក putty យើង load វាហើយយើង open តោះឥឡូវយើង log in បន្ទាប់មកទៀតយើងទៅដល់ run level 1គឺសម្រាប់ single user mode វាគឺជា safe mode បានន័យថា one user បានន័យថាមានតែ root user ទេដែលអាច access នៅក្នុង system នេះបានគេប្រើសម្រាប់ maintenance system ហើយនិង recovery បន្ទាប់មកទៀតយើងមាន run level 2បានន័យថា multi user mode បានន័យថាយើងប្រើប្រាស់ without networking feature ដែលយើងប្រើរួមមាន multiple user យើង allow ឲ្យមាន multiple user អត់ចាំបាច់មាន network service ទេហើយ command line only បានន័យថា no GUI បន្ទាប់មកទៀត run level 3ហ្នឹងសម្រាប់ multi user mode ជាមួយនឹង networking feature របស់វាបានន័យថាអាចប្រើប្រាស់ជាមួយនឹង multi user មាន enable networking ហើយ CLI ដូចគ្នាអត់មាន graphic user ទេហើយ run level 3នេះគេប្រើប្រាស់សម្រាប់ server យើងដែលកំពុងប្រើឥឡូវហ្នឹងក៏ប្រើ run level 3ដែរបន្តមកទៀត run level 4គេអត់ត្រូវបានប្រើទេវាសម្រាប់ custom configuration នេះឬ run level 5 multi user ដូចគ្នាប៉ុន្តែជាមួយនឹង GUI feature វារួមមានដូច run level 3ដែរយើងមាន multi user ប្រើប្រាស់ networking គ្រាន់តែវាប្រើប្រាស់ GUI ប៉ុន្តែដោយសារតែ system នេះយើងតម្លើងយើងអត់ require GUI ទេគឺយើងប្រើ CLI អញ្ចឹងទៅវាមានតែ CLI បន្តមកទៀត run level 6សម្រាប់ system reboot សម្រាប់ restart system command វាគឺយើងប្រើ init 6ឬក៏ shutdown dash r now នេះ command សម្រាប់យើង restart system ឥឡូវយើងប្រើ init 6វាចេញដូចគ្នាបន្ទាប់មកយើង OK ហើយយើងចុច elect បានបន្ទាប់មកយើងមកមើលរបស់យើងវិញវាកំពុងតែ restart system របស់យើងបន្ទាប់មកទៀតយើងចង់ check ថាតើ system យើងកំពុងតែ run នៅ level ណាឥឡូវយើងប្រើ command line run level យើងមានអានេះ current run level យើងបានន័យថាមានអីទេឥឡូវនេះយើងកំពុងតែនៅ run level 3ហ្នឹងសម្រាប់ server ដែលយើងអាច access បាន multi user ប្រើប្រាស់ networking ហើយនិង CLI only បន្ទាប់មកទៀតរបៀប switch run level យើងប្រើ init ឥឡូវយើងនៅ init 3ឥឡូវយើងទៅ init 3ទៅដែរវាចេញ បន្ទាប់មកយើង check run level 3បន្ទាប់មកទៀតយើងចង់ init ទៅ run level 5ហើយយើង check run level នេះយើងឃើញ current របស់យើង3ហើយឥឡូវនេះយើងកំពុងតែនៅ run level 5យើង switch run level 5ហ្នឹងយើងអត់មាន GUI mode ទេដោយសារយើងអត់បាន set up GUI mode ចង់ set default ថាតើយើងចង់បើក system មកឲ្យវា run នៅ level 1ណាយើងអាចប្រើ command system ctl system control set default multi user target នេះយើងចង់ set up run level 3នៅពេលដែលយើងបើក system ទៅមកយើងចុច run level យើងអត់បានដូរទៅ run level 3ទេបើយើងចង់ set ទៅ run level 5ជាទូទៅគេប្រើតែ level 3និង level 5យើងប្រើ command graphical target ឥឡូវយើង check run level 3នឹង5ដែរឥឡូវយើងចូលទៅដល់យើង switch ទៅ run level 3វិញ init 3យើង check run level នេះឥឡូវយើងមក3វិញហើយបន្ទាប់មកទៀតយើងចូលដល់ចំណុចធំមួយទៀត TTY ហ្នឹងមានន័យថា Teleta terminal វាគឺជា terminal interface មួយដែលប្រើ interact ជាមួយនឹង Linux ហើយវា allow ឲ្យយើងអាច input command ហើយនឹងអាចមើលឃើញ system output សំខាន់ម្ដងទៀត run level របស់យើងគឺមានពី level 0ដល់ level 6ហើយ level 0មានន័យថា shutdown level ទី1សម្រាប់ single user mode level ទី3 multi user with CLI level ទី5 multi user with GUI ហើយនឹងទី6 reboot ពី0 0 1 3 5 6ហ្នឹងmost common use បានន័យថាគេប្រើប្រាស់ជាទូទៅគេប្រើប្រាស់លេខ0លេខ1លេខ3លេខ5លេខ6ហើយ run level ហ្នឹងវាប្រើប្រាស់សម្រាប់ control ថាតើ service ហើយនឹង interface ហ្នឹងត្រូវបានកំពុងតែ running បញ្ចប់តែប៉ុណ្្នឹងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងយល់ដឹងបន្ថែមអំពីការប្រើប្រាស់ Linux server ទាក់ទងជាមួយនឹង run level system អរគុណអ្នកទាំងអស់គ្នាសម្រាប់តាមដានទស្សនាបាយបាយ